បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីបាទការប្រៀបធៀបរវាងភាគលាបរបស់ MJQE និង ACDA បាទតើក្នុងឆ្នាំ2024ហ្នឹងអ្នកណាជាបានភាគលាបច្រើនជាងបាទទី1គឺយើងមកមើលភាគលាបរបស់ MJQE វិញ MJQE នៅក្នុងឆ្នាំ2024ហ្នឹងក៏សម្រេចបែងចែកចំនួន 145.6 រៀលក្នុងមួយចំណែកភាគហ៊ុនហើយ ACDA វិញគឺសម្រេចបែងចែក 227.8 រៀលក្នុងមួយចំណែកភាគហ៊ុនអញ្ចឹងកន្លែងនេះបើយើងមើលពីចំនួនទឹកប្រាក់ក្នុងមួយចំណែកភាគហ៊ុនហ្នឹង ACDA គឺចែកច្រើនជាងបាទប៉ុន្តែភាគហ៊ុនយើងអាចប្រៀបធៀបបែបនេះថាក្រុមហ៊ុនមួយណាដល់ភាគលាបច្រើនជាងនោះទេថ្ងៃយើងមកមើលបន្តទៀតចំពោះតម្លៃភាគហ៊ុនវិញ MJQE មានតម្លៃត្រឹមតែ2160 រៀលទេបាទ2160 រៀលឯ ACDA មានតម្លៃរហូតដល់7160 រៀលបាទអញ្ចឹងយើងត្រូវការប្រៀបធៀបវិញថាតើភាគលាបដែលគាត់ឲ្យនឹងធៀបជាមួយនឹងថ្លៃភាគហ៊ុនបានប្រមាណភាគរយបាទអញ្ចឹងយើងមកមើល MJQE ភាគលាបដែលគាត់ឲ្យនេះបើធៀបជាមួយនឹងតម្លៃភាគហ៊ុនគឺបានរហូតដល់ 6.70% មានន័យថា 77% អញ្ចឹងបើយើងចំណាយលុយវិនិយោគទៅលើ MJQE នោះយើងនឹងបានផលចំណេញមកវិញក្នុងមួយឆ្នាំក្បែរនឹង 7% បាទរីឯ ACDA វិញបើយើងធៀបជាភាគរយបាទ227 រៀលធៀបជាមួយថ្លៃភាគហ៊ុនគឺបានត្រឹមតែ 3.2% ទេអញ្ចឹងបើយើងចំណាយការវិនិយោគលុយរបស់យើងទៅក្នុងធនាគារ ACDA ក្នុងមួយឆ្នាំយើងចំណេញបានតែបាទភាគលាបហ្នឹងគឺ 3.2% ប៉ុណ្ណោះដូច្នេះបើយើងមើលទិន្នផលភាគលាបនេះបង្ហាញឲ្យឃើញថា MJQE គឺផ្ដល់ផលភាគលាបបាទផ្ដល់ផលលាបហ្នឹងច្រើនជាង ACDA បាទជាងពាក់កណ្ដាលបាទលើសគ្នា2ដងបាទអញ្ចឹងយើងសន្និដ្ឋានថា MJQE ហ្នឹងគឺមានភាគលាបច្រើនជាង ACDA ហើយ ACDA មានភាគលាបតិចជាង MJQE នៅក្នុងឆ្នាំ2024តែទោះជាយ៉ាងណាភាគលាបតែងតែប្រែប្រួលជារៀងរាល់ឆ្នាំនៅឆ្នាំបន្ទាប់យើងអត់ដឹងថាតើក្រុមហ៊ុនមួយណានឹងផ្ដល់ច្រើនជាងទេបាទហើយចំពោះការទិញភាគហ៊ុនគឺគេផ្ដោតទៅលើការវិភាគបែបកត្តាមូលដ្ឋាននិងកត្តាបច្ចេកទេសអញ្ចឹងអធិស្ឋានថាភាគលាបនេះជាផ្នែកមួយនៅក្នុងកត្តាមូលដ្ឋានប៉ុន្តែក៏នៅមានផ្នែកជាច្រើនទៀតបូករួមនឹងផ្នែកបច្ចេកទេសទៀតដូច្នេះហើយភាគលាបគ្រាន់តែជាផ្នែកមួយសម្រាប់វិនិយោគិនប៉ុណ្ណោះសម្រាប់ការទិញភាគហ៊ុនវិនិយោគរយៈពេលខ្លីរយៈពេលមធ្យមឬរយៈពេលវែងសូមបងប្អូនពិចារណានឹងការសម្រេចចិត្តដោយខ្លួនឯងសូមអរគុណច្រើនសូមជម្រាបលាកុំភ្លេចចុច Subscribe ផងបើសិនជាបងប្អូនពេញចិត្តជាមួយនឹងបាទវីដេអូនិយាយអំពីផ្សារភាគហ៊ុនបាទសូមជម្រាបលា